Ngàyនេះខ្ញុំមកបង្ហាញបន្តិចតាក់ទងមួយអ្នកផ្នែកដែលសួរខ្ញុំថាហេតុអីបានបងចូលចិត្តយក S25 Ultra ថតវីដេអូមានន័យថាថតវីដេអូដើម្បីផុសប្រដាប់លក់ជាក់ស្ដែងដូចខ្ញុំបង្ហាញនៅលើវីដេអូនេះចុះព្រោះទូទៅខ្ញុំយក S25 Ultra ដើម្បីបង្ហាញនៅវីដេអូនេះខ្ញុំលុកសលេងខ្ញុំបិទសលេងទេអញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាថាហេតុអីបានជាវាមានភាពងាយស្រួលសម្រាប់ខ្ញុំដើម្បីបង្ហាញប្រដាប់នីមួយៗនៅពេលដែលខ្ញុំប្រើប្រាស់ S25 Ultra អញ្ចឹងទាំង S25 និង S24 តែខ្ញុំនិយាយតែ S25 Ultra ណាការប្រើប្រាស់របស់ខ្ញុំអាហ្នឹង S25 Ultra អញ្ចឹងចាំមើលខ្ញុំដាក់ original sound នៅអ្នកគ្នាស្ដាប់សួស្តីថ្ងៃនេះមកគឺពណ៌ស្រស់ឆើតឆាយច្បើមនេះគឺ iPhone 14 នេះ iPhone 14 ទូជាប្រភេទម៉ាស៊ីន ZA ម៉ាស៊ីននេះគឺអាចស្ដាក់ SIM បានដោយ LL យ៉ាអញ្ចឹងចាំមើលអ្នកគ្នាខ្ញុំនឹងបង្ហាញថាតើហេតុអីបានខ្ញុំចូលចិត្តប្រើវាហេតុអីបានជាខ្ញុំនៅតែបន្តប្រើ S25 Ultra ហើយ S25 Ultra ហ្នឹងមិនបានខ្ញុំគិតថាវាជាប្រភេទម៉ាស៊ីនមួយដែលទូទៅសម្រាប់អ្នកដែលចូលចិត្តថតវីដេអូប្រដាប់គឺអូខេមែនតើអញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាកន្លែងហ្នឹងតិចចុះសួស្តីថ្ងៃនេះមកគឺពណ៌នេះអ្នកគ្នាខ្ញុំបង្ហាញអ្នកគ្នាបន្តិចដោយសារវាមានកម្មវិធីមួយ Analyze Sound មានន័យថាទាំងសលេងវាចាប់បានច្រើនមែនទេទាំងភ្លេងទាំងមនុស្សជាមួយនឹងភាពរញ៉េរញ៉ៃក៏ដូចជាខ្យល់អាកាសឬក៏អ្នកឲ្យថតខាងក្រៅមានសលេងឡានលេងម៉ូតូលេងកាផ្លេអីជាដើមគឺវាស្គាល់ទាំងអស់តែម្ដងតែដូចខ្ញុំបញ្ជាក់តាំងពីដើមមកសម្រាប់ AI បើសិនជាអ្នកទាំងអស់គ្នាមានអ៊ីនធឺណិតកាន់តែលឿន AI របស់អ្នកគ្នានឹងកាន់តែឆ្លាតវៃអាហ្នឹងខ្ញុំបញ្ជាក់ណាអញ្ចឹងយើង play តោះពណ៌ស្រស់ឆើតឆាយច្បើមនេះគឺ iPhone 14នេះ iPhone 10អូខេអញ្ចឹងអានេះគឺសលេងរបស់ខ្ញុំអញ្ចឹងខ្ញុំយកសលេងកាត់ noise មានន័យថាខ្ញុំកាត់សលេង noise ចោលតែម្ដងចាំមើលយើងទៅទទួលព័ត៌មានទៅស្ដាប់បងប្អូនទេអញ្ចឹងសម្រាប់ iPhone 14នៅលើដៃរបស់ខ្ញុំនេះគឺសិតសឹងតែជាប្រភេទម៉ាស៊ីន 128G ទាំងអស់ម៉ាស៊ីនទាំងអស់នេះសិតសឹងតែជាប្រភេទម៉ាស៊ីន ZA ដែលអាចសួស្តីថ្ងៃនេះមកគឺពណ៌ស្រស់ឆើតឆាយច្បើមនេះគឺ iPhone 14នេះ iPhone 14ទូជាប្រភេទម៉ាស៊ីន ZA ម៉ាស៊ីននេះគឺអាចស្ដាក់ SIM បានដោយ LLA ទេខ្ញុំបញ្ជាក់ណាដោយសារ ZA ចាប់ពី14ទៅ LLA គឺអាចមាន slot SIM ឡើងនេះអ្នកឃើញហ្នឹងនៅពេលដែលខ្ញុំយកពាក្យថា Hear Original មានន័យថាវានឹងបង្ហាញនៅសលេង Original ដែលយើងថតបានដែលម៉ៃវាចាប់បាននឹងឯងតែប្រសិនបើយើងបិទ AI noise នឹងទាំងអស់100%គឺសលេងរបស់យើងដូចថតបែបមាន microphone មាន studio មានអីត្រឹមត្រូវអញ្ចឹងចំណុចនេះហើយដែលខ្ញុំគិតថាវាគឺល្អសម្រាប់អ្នកដែលគាត់ធ្វើវីដេអូថតប្រដាប់អីផ្សេងអញ្ចឹងចំណុចនេះដែលខ្ញុំចូលចិត្ត S25 Ultra ហើយខ្ញុំនៅតែបន្តប្រើវាជាមួយនឹងវីដេអូរបស់ខាងយើងអញ្ចឹងយ៉ាវាខ្លីៗតិចតិចប៉ុន្តែវាជួយការងារយើងដោយមិនឲ្យយើងមានភាពសាមញ្ញទៅកាត់ខាត់ខ្ញុំហ៊ាននិយាយថានេះ noise ឡើយនេះចាំមើលខ្ញុំហ៊ាននិយាយថាវាអែមចាំមើលអញ្ចឹងសម្រាប់ iPhone 14នៅលើដៃរបស់ខ្ញុំនេះគឺសិតសឹងតែជាប្រភេទម៉ាស៊ីន 128G ទាំងអស់ម៉ាស៊ីនទាំងអស់នេះសិតសឹងតែជាប្រភេទម៉ាស៊ីន ZA ដែលអាចប្រើប្រាស់បាន SIM 2 slot 2តែម្ដង SIM 2តតែ slot 2ខ្ញុំមាននិយាយថាសំបីតែកម្មវិធី noise reduction របស់ CapCut ក៏កាត់អត់ដល់ S25 Ultra ដែរសម្រាប់សំឡេងរំខានអញ្ចឹងចំណុចនេះខ្ញុំនិយាយថាអែមមែនតើអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បាន M25 Ultra យកទៅប្រើដូចជាថតវីដេអូប្រដាប់ច្រើនអ្នកគ្នាមានន័យថាថតភ្លាម generate ភ្លាមផុសភ្លាមគឺអ្នកគ្នារើស M25 Ultra តែអត់ខុសទេអរគុណច្រើនហើយបន្តមកអ្នកគ្នាចុច save ប៉ាប់វានឹងអូតូទៅហើយអរគុណច្រើន